នេះមានរឿងខ្មោចមួយពាក់ព័ន្ធជាមួយនឹងខ្មោចនៅក្នុងសាលារៀនសាលាឯកជនមកកាលែងដែលខ្ញុំសូមអត់បញ្ចេញឈ្មោះទេហើយរឿងខ្មោចមួយនេះគឺឡងសាហាវខ្លាំងមែនតើចឹងរឿងមួយនេះគឺកើតឡើងក្នុងឆ្នាំ2023មានអូនស្រីម្នាក់មានឈ្មោះថាហ្សាចឹងហ្សាគឺគាត់បានរៀននៅសាលាឯកជនមកកាលែងដែលមានរហូតដល់7ជាន់ហ្នឹងគឺគាត់រៀនពេញម៉ោងចឹងណាប៉ុន្តែគាត់អត់ដែលឡើងទៅជាន់ទី6ទី7ទេដោយសារអីដោយសារតែគាត់ធ្លាប់លើបងដែលគាត់រៀននៅនឹងក៏ដូចជាពួកម៉ាក់បាននិយាយថាជាន់ទី6ទី7ហ្នឹងគឺមានខ្មោចអញ្ចឹងហ្សាក៏សម្រេចចិត្តអត់ដែរហ៊ានឡើងទៅលេងពេលចេញលេងអីទេអញ្ចឹងរហូតដល់មានពេលមួយហ្សាហ្នឹងគឺមានពូម៉ាក់ម្នាក់មានឈ្មោះថាធីរ៉ាអញ្ចឹងធីរ៉ាហ្នឹងគឺបានបបួលហ្សាហ្នឹងទៅរៀនអង់គ្លេសម៉ោង6 7ល្ងាចអញ្ចឹងហ្សាក៏បាននិយាយថាអត់ហ៊ានទៅរៀនទេដោយសារតែថ្នាក់អង់គ្លេសហ្នឹងគឺនៅជាន់ទី6ហើយណាមួយជាន់ហ្នឹងក៏ដូចជាជាន់ទី7ហ្នឹងគឺមានខ្មោចអីអញ្ចឹងណាអញ្ចឹងអត់ទៅហ៊ានទេប៉ុន្តែធីរ៉ាបែរជានិយាយថាខ្ញុំទៅរៀនរហដងអត់ដែរមានបញ្ហាអីទេអញ្ចឹងទៅហ្សាអីកុំជឿគេចេះតែនិយាយបោកចឹងណាចឹងហ្សាក៏សម្រេចចិត្តចូលរៀនជាមួយនឹងធីរ៉ាទៅចឹងហ្សានឹងបានរៀនអង់គ្លេសជាមួយនឹងធីរ៉ានឹងរហូតដល់3ខែអញ្ចឹង3ខែក្រោយមកនឹងមានពេលមួយហ្នឹងណាហ្សានឹងគឺរៀបបាត់ជើងតូចខ្លាំងពេកក៏សម្រេចចិត្តបបួលធីរ៉ាទៅបន្ទប់ទឹកចឹងនៅពេលដែលហ្សាបានទៅដល់បន្ទប់ទឹកជាមួយធីរ៉ានឹងគឺបានប្រាប់ធីរ៉ាឲ្យឈរចាំនៅក្រៅនឹងថាហែងអត់មានទៅណាឈរចាំនឹងឲ្យប្រយ័ត្នអញវាយអីចឹងទៅរបៀបថាពាក្យពួកម៉ាក់អីចឹងទៅចឹងធីរ៉ាក៏បាននិយាយថាចូលលឿនទៅអញខ្លាចរបៀបបញ្យុះគ្នាអញ្ចឹងណាចឹងនៅពេលដែលហ្សាបានចូលបន្ទប់ទឹកកំពុងតែបាត់ជើងតូចហ្នឹងក៏បានឮសំឡេងគេចាក់ទឹកអ្វីដែលសំខាន់លើសពីចាក់ទឹកទៀតហ្នឹងណាហ្សាបានឮគេចាក់បទចម្រៀងពីដើមអញ្ចឹងហ្សាក៏បានស្រែកសួរធីរ៉ាថាធីរ៉ាហើយមានឮអីដូចអញឮអត់ចឹងគ្រាន់តែហ្សានឹងឮថារ៉ាអត់បានឮអីហ្សានឹងក៏បានទាញដៃធីរ៉ានឹងទៅថ្នាក់វិញយ៉ាងលឿនមែនតើចឹងកាត់ចូលម្ដងថ្ងៃស្អែកហ្នឹងគ្រូអង់គ្លេសហ្នឹងគឺបាននិយាយថាបានដូរថ្នាក់ពីជាន់ទី6ឡើងជាន់ទី7វិញដោយសារតែថ្នាក់ជាន់ទី6 level ចឹងទៅចឹងពួកគាត់ហ្នឹងក៏បានឡើងទៅរៀននៅជាន់ទី7ហ្នឹងពេលដែលកំពុងរៀនអង់គ្លេសនៅជាន់ទី7ហ្នឹងហ្សាគឺបានឃើញនារីម្នាក់កំពុងតែឈរក្បែរវាំងនននៅក្នុងថ្នាក់ធីរ៉ាកំពុងតែរៀនជាមួយហ្សាហ្នឹងណាអញ្ចឹងពេលហ្នឹងហ្សារៀងភាំងដោយសារតែខ្លាចហើយឆ្ងល់ថាអ្នកណាគេឈរនៅក្បែរថ្នាក់ហ្នឹងហើយពេលហ្នឹងហ្សាហ្នឹងគឺបានហៅប្រាប់ទៅរ៉ាអញ្ចឹងប៉ុន្តែរ៉ាដោយសារពេលហ្នឹងគឺបាននិយាយរឿងអីឯងប្រាប់ហ្សាហ្នឹងតែហ្សាបានស្ដាប់ទេរបៀបរ៉ាសោចអីអញ្ចឹងទៅហើយរ៉ាហ្នឹងក៏បានបបួលហ្សាទៅបន្ទប់ទឹកដើម្បីញ៉ាំអីអញ្ចឹងរបៀបខូចក្មេងៗអញ្ចឹងទៅអញ្ចឹងពេលហ្នឹងធីរ៉ានិងហ្សាហ្នឹងគឺបានដើរទៅកន្លែងញ៉ាំអីហើយអង្គុយបែរទៅបន្ទប់ទឹកម្សិលមិញហ្នឹងអញ្ចឹងពេលដែលកំពុងតែញ៉ាំហ្នឹងណាហ្សាបានឃើញនារីដែលឈរនៅក្នុងថ្នាក់មិញហ្នឹងគឺឈរក្បែរបន្ទប់ទឹកកាលពីម្សិលមិញដែលពួកគេចូលហ្នឹងទៅហើយមានសភាពសក់ខ្លីពាក់អាវសិស្សសាលាគឺគួរឲ្យខ្លាចមែនតើជាពិសេសហ្នឹងគឺមុខស្លេកស្លាំងទៀតអញ្ចឹងហ្សាហ្នឹងក៏បានសួររ៉ាថាហែងមានឃើញដូចអញឃើញអត់តែធីរ៉ានេះបែរជានិយាយថាហែងឈួតមែនអញអត់មានឃើញអីទេពេលហ្នឹងនីហ្សាគឺធ្លាក់ថ្លើមហ្មងដោយសារតែដឹងថាខ្មោចលោកតែម្នាក់ឯងទេហ្នឹងកាត់ចូលម្ដងថ្ងៃស្អែកហ្នឹងគឺច្បាស់ហ្មងមានពេលហ្នឹងគឺពីរអ្នកហ្នឹងគឺទៅបន្ទប់ទឹកម្ដងទៀតហើយបានឃើញខ្មោចស្រីហ្នឹងគឺឈរបាយខ្នងមើលមកពីរអ្នកហ្នឹងច្បាស់ហ្មងអញ្ចឹងពេលហ្នឹងធីរ៉ាក៏ឃើញហ្សាហ្នឹងក៏ឃើញអញ្ចឹងពីរអ្នកហ្នឹងគឺបានរត់បញ្ញាទៅប្រាប់គ្រូកីឡាអញ្ចឹងណាថាត្រូវបានខ្មោចលងទាំងពីរអីចឹងទៅហើយមុខសុទ្ធតែឈាមគួរឲ្យខ្លាចខ្លាំងណាអញ្ចឹងពេលហ្នឹងគ្រូក៏បានដើរចូលបន្ទប់ទឹកគាត់បាននិយាយថាគ្រូមានអារម្មណ៍ថាត្រជាក់ចុងដៃចុងជើងមែនតើអញ្ចឹងគាត់ក៏បានដឹកពីរអ្នកក្មេងៗហ្នឹងទៅផ្ទះចឹងទៅហើយស្អែកឡើងក៏បាននិមន្តព្រះសង្ឃដើម្បីមកសូត្រធម៌នៅក្នុងបន្ទប់ទឹកសាលារៀនហ្នឹងរឿងរ៉ាវមួយនេះគឺគួរឲ្យខ្លាចខ្លាំងមែនតើហើយក៏អរគុណដល់ហ្សាដែរដែលបានចែកម្លែករឿងហ្នឹងមកដល់ខ្ញុំហើយខ្ញុំចែកម្លែកជូនអ្នកទាំងអស់គ្នាអញ្ចឹងណាចឹងបើសិនជាចូលចិត្តនៅរឿងហ្នឹងកុំភ្លេចឲ្យបេះដូងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ